baបងប្អូនថ្ងៃនេះគឺជាថ្ងៃទី6ថ្ងៃទី6ខែ4ឆ្នាំ2025ត្រូវនឹងថ្ងៃអាទិត្យបងប្អូនបាទហើយថ្ងៃនេះក៏ជាថ្ងៃមួយដែលថារួមគំនិតគ្នាទាំងអស់គ្នាបងប្អូនទាំងបងប្អូនបង្កើតទាំងបងប្អូនខាងសាច់ថ្លៃក៏បានរួមគំនិតគ្នាធ្វើកម្មវិធីបាំងស្កូលបាទឧទ្ទិសកុសលជូនដល់អ្នកម្ដាយឈ្មោះឯកសុផាតហៅលោកយាយងាដែលគាត់បានធ្វើការកិរិយាស្លាប់ទៅអររយៈពេលជាច្រើនខែកន្លងមកហើយបងប្អូនបាទជាទូទៅនៅក្នុងរដូវថ្ងៃបុណ្យចូលឆ្នាំឬក៏ចិត្តចូលឆ្នាំនេះបងប្អូនកូនចៅគ្រប់មជ្ឈដ្ឋាននានាតែមកជួបជុំគ្នានៅជួបជុំឪពុកម្ដាយបាទដើម្បីសួរសុខទុក្ខញ៉ាំអាហារជុំគ្នាបាទហើយចំណែកខាងខ្ញុំក៏ផងដែរតែមកជួបគាត់បាទឃើញគាត់ដើរទៅនេះទៅនោះបាទធ្វើនេះធ្វើនោះអីជាដើមចឹងទៅបាទប៉ុន្តែនៅក្នុងរដូវបុណ្យចូលឆ្នាំនៅក្នុងឆ្នាំ2025នេះគឺអត់បានជួបគាត់ទៀតទេអញ្ចឹងហើយគឺចាប់តាំងពីពេលហ្នឹងទៅគឺលែងបានជួបគាត់ទៀតហើយដោយសារតែគាត់បានធ្វើការកិរិយាទៅកាន់លោកខាងមុខហើយបងប្អូនប្រុសស្រីទាំងឡាយបាទនេះគឺជាកម្មវិធីបាំងសុគលដើម្បីឧទ្ទិសកុសលជូនទៅដល់បាទដូនតាញាតិកាសិក្សាលហិតទាំង7សន្តានទាំងអស់មិនមែនត្រឹមតែលោកយាយងាលោកយាយឯកសុផាតហៅលោកយាយងាតែប៉ុណ្ណឹងទេបាទតាមតែលោកយាយទួតយាយលួតយាយលីអីគ្រប់គ្នាទាំងអស់បាទតែគាត់ធ្វើការកិរិយាទៅកាន់លោកខាងមុខមានតែការពឹងពាក់ទៅលើផ្នែកខាងព្រះសង្ឃដែលព្រះអង្គទ្រទ្រង់នៅព្រះពុទ្ធសាសនាដែលព្រះអង្គជាអ្នកមានសិលបរិបូរណ៍បាទហើយដែលជាព្រះអង្គជាអ្នកឧទ្ទិសកុសលភាគផលហ្នឹងជូនទៅឲ្យបុគ្គលដែលបានធ្វើការកិរិយាទៅបាទរឿងនេះណាបងប្អូនប្រុសស្រីកាលណាប្រសិនបើយើងមានឪពុកម្ដាយដែលនៅរស់រានមានជីវិតហើយណាយើងកុំកន្តើយនាំគ្នាខ្នះខ្នែងជួយមើលថែទាំថែរក្សាគាត់ផ្គត់ផ្គង់ទំនុកបំរុងបាយទឹកម្ហូបចំណីត្រីសាច់ឲ្យគាត់ដើម្បីឲ្យគាត់ទទួលការហូបចុកឲ្យបានគ្រប់គ្រាន់និងគាត់ទទួលការថែរក្សាអំពីកូនប្រុសស្រីបាទកូនប្រុសស្រីខ្លះណាបងប្អូនប្រសិនបើនៅក្នុងករណីដែលគាត់បាទស្ដីឲ្យអីតិចតួចបាទស្ដីឲ្យតិចតួចគាត់ទៅជាមានចិត្តខឹងសម្បាបាទគាត់ទៅជាមានចិត្តគុំគួនណាដោយសារតែគាត់ស្ដីឲ្យគ្រប់ឪពុកម្ដាយទាំងអស់មិនថាឪពុកម្ដាយណាទេកាលណាបើសិនជាស្ដីឲ្យកូនចៅគ្រប់គ្នាគឺចង់ឲ្យកូនចៅគ្រប់គ្នាទៅនឹងគឺល្អបាទគោលបំណងរបស់គាត់តែមួយគត់គឺចង់ឲ្យគាត់ល្អក៏ប៉ុន្តែបែរជាកូនចៅអត់គិតថាអត់យល់អំពីគោលបំណងរបស់គាត់បែរជាគិតថាគុំគួនបាទនេះឃើញជាក់ស្ដែងនឹងភ្នែកទេបងប្អូនបាទមិនមែនចេះតែថាទេបាទអញ្ចឹងអ្នកខ្លះគឺគាត់គុំគួនអត់រកមាត់រកពុកមាត់រកម្ដាយគាត់ពុនគុំគួនចេះមួយចុះពីរបាទអញ្ចឹងកាលណាប្រសិនបើគាត់តបស្នងសងនៅអ្វីដែលគាត់បានធ្វើដាក់ជាមួយនឹងឪពុកម្ដាយថ្ងៃណាមួយកូនរបស់គាត់នឹងធ្វើអំពើទាំងនោះមកដាក់គាត់វិញយ៉ាងពិតប្រាកដបាទយ៉ាងពិតប្រាកដហ៊ានធានាជូនតែម្ដងបងប្អូនប្រសិនបើកូនចៅណាអញ្ចឹងហើយបានជាថាឪពុកម្ដាយតែងតែណែនាំឲ្យកូនប្រុសកូនស្រីដឹងខុសដឹងត្រូវដឹងអាក្រក់ដឹងល្អស្គាល់បុណ្យស្គាល់បាបស្គាល់ទោសស្គាល់ត្រូវបាទណាបងប្អូនហើយនៅក្នុងថ្ងៃនេះគឺខ្ញុំបាទព្រមទាំងបងប្អូនសាច់បង្កើតនិងសាច់ថ្លៃក៏បានរួមមតិគ្នាបាទប្រពធ្វើកម្មវិធីបាំងសកលព្រមទាំងជាមួយនឹងឪសុនផងដែរដែលគាត់បាំងសកលជូនចំពោះប្រពន្ធរបស់គាត់បាទហើយនៅក្នុងនេះគឺពេលនេះគឺជាកម្មវិធីដង្ហែបាទធាតុរបស់គាត់ដាក់ចូលនៅក្នុងចេតិយបាទដោយសារតែធាតុនេះគឺអត់បានយកទៅដាក់នៅវត្តទេបងប្អូនគឺធ្វើចេតិយហើយរោងនេះគឺខ្ញុំធ្វើតាំងតែពីគាត់ហ្នឹងនៅរស់ម្លេះបាទកន្លែងហ្នឹងគឺយើងមានរៀនមានអីសម្រាប់គាត់អង្គុយលេងបាទហើយឥឡូវនេះក៏បានយករៀនហ្នឹងចេញទិញចេតិយដាក់មួយដើម្បីដាក់ធាតុរបស់គាត់បាទដាក់នៅក្នុងម្លប់បងប្អូនបាទបងប្អូនគិតពិចារណាទៅមើលថាជីវិតរបស់សត្វលោកដែលកើតមកវាលវត្តសង្សារនេះការកើតមកហើយតែងតែត្រឡប់ទៅវិញបាទ
កើតមកគឺអត់មានយកអីមកជាមួយទេណា100%គឺកើតមកអត់មានយកអីមកជាមួយទេរួមចំណែកតែធាតុទាំង4ដីទឹកភ្លើងខ្យល់តែប៉ុណ្ណឹងបាទហើយនៅពេលដែលយើងស្លាប់ទៅវិញណាស្លាប់ទៅវិញក៏អត់មានយកអ្វីទៅជាមួយដែរសូម្បីតែមាសប្រាក់ប្រពន្ធកូនគ្រប់បែបយ៉ាងទាំងអស់លុយកាក់អីខ្សែកខ្សែដៃគ្រប់យ៉ាងទាំងអស់គឺយកទៅអត់បានទេសូម្បីតែមកកាក់ម៉ាសេនបាទដុតខ្ទេចคล้ายទៅជាធាតុទាំង4វិញទាំងអស់គឺដីទឹកភ្លើងខ្យល់ណាបាទអញ្ចឹងកាលណាបើកើតមកគ្មានយកអីមកហើយត្រឡប់ទៅវិញក៏គ្មានយកអ្វីទៅជាមួយដែរមានតែបុណ្យហើយនឹងបាបអាក្រក់ហើយនឹងល្អទេដែលយើងបានកើតជាមនុស្សហើយបន្តមកទៀតយើងសាងនៅខ្លះណាក៏សាងនៅអំពើអាក្រក់ច្រើនទៅខ្លះណាក៏សាងធ្វើអំពើបុណ្យអីច្រើនទៅអញ្ចឹងមានតែទង្វើនិងអំពើដែលយើងបានប្រព្រឹត្តធ្វើនឹងហើយដែលជាហេតុដិតដាមយើងយកត្រឡប់ទៅវិញបងប្អូនបាទអញ្ចឹងបងប្អូននៅពេលដែលយើងនៅរស់រានមានជីវិតមានដង្ហើមបាទមានជើងដើររួចណាកុំឈ្នាននេះណាកុំឈ្នាននេះជាមួយនឹងគ្នាអ្នកភូមិផងរបងជាមួយបងប្អូនកូនចៅបាទគ្មានអ្វីដែលសំខាន់ទេបងប្អូនអើយកាលណាបើសិនជាស្លាប់ទៅហើយគឺយើងស្មើនឹង0តែម្ដងបាទអត់មានអ្វីសូម្បីតែបន្តិចធម៌ព្រះលោកថាអនិច្ចំទុក្ខំអនត្តាណាបាទអនត្តាប្រែមកថាមិនមែនជារបស់យើងទេអ្វីទាំងអស់នៅលើផែនដីនេះសុទ្ធតែជារបស់អនត្តាវាវិលត្រឡប់ទៅវិញជួបហើយបែកបាទកើតហើយស្លាប់កើតចាស់ឈឺស្លាប់ជារឿងធម្មតាដូចជានៅក្នុងកាលហ្នឹងអញ្ចឹងមើលដូចជាអ្នកម្ដាយគាត់សូមមកម្ដាយខ្ញុំណាដែលគាត់ស្លាប់ទៅគឺគាត់មានលុយមានជៀនណាមានកវលមានខ្សែដៃមានអីប៉ុន្តែនៅពេលដែលគាត់ស្លាប់ទៅឃើញទេគេដុតឆេះខ្ទេចបាទសូម្បីតែគេដាក់នៅនឹងកវលជៀនខ្សែដៃក៏គេដោះចេញដែរគេអត់ដាក់ទៅជាមួយទេហើយមិនហ្នឹងនៅសល់តែធាតដែរបងប្អូនបាទឆ្អឹងមកកញ្ចប់ប៉ុណ្ណឹងដែលខ្ញុំកាន់ហើយជុំវិញជាមួយនឹងបច្ចេកដីហ្នឹងហើយមនុស្សយើងគ្រប់គ្នាគ្រប់ទាំងអស់មិនថាណាទេអ្នកមានអ្នកក្រអ្នកល្អអ្នកសអ្នកខ្មៅអ្នកខ្ពស់អ្នកទាបអីអ្នកសង្ហាមិនសង្ហាស្អីទាំងអស់ហ្នឹងគឺគាត់តែងតែស្ថិតនៅក្នុងនឹងដូចគ្នាកើតដូចគ្នាឈឺដូចគ្នាចរិយាដូចគ្នាព្យាធិដូចគ្នាមរណៈដូចគ្នាអត់មានអ្នកណាកើតមកហើយអត់ចេះឈឺទេហើយក៏អត់មានអ្នកណាកើតមកហើយអត់ចេះស្លាប់ដែរបាទអញ្ចឹងគឺមានដូចគ្នាទាំងអស់បាទជីវៈធម្មជាតិណាបងប្អូនបានផ្ដល់កំណត់ឲ្យយើងកើតមកហើយគឺទទួលនៅសិទ្ធស្មើគ្នាគឺចាស់ចរិយាព្យាធិនិងមរណៈបាទទាំង4យ៉ាងនេះគឺអ្នកណាក៏មានសិទ្ធិក្នុងការទទួលយកដែរបាទឥឡូវអញ្ចេះនេះគឺជាកម្មវិធីបាំងសកលបាទដោយសារតែធ្វើបច្ចេកដីហ្នឹងហើយនឹងកម្មវិធីបាំងសកលហ្នឹងសរុបរួមទាំងអស់យើង